ជាដំបូងខ្ញុំសួរអ្នកគ្រូថ្ងៃនេះយើងនឹងអង្គុយនិយាយជាមួយគ្នាអំពីការរៀបចំក្រុមសម្រាប់ពីប្រព័ន្ធ AFC ចា៎ចំនួនដំបូងដែលចង់សួរអ្នកគ្រូថ្ងៃនេះថារយៈពេលកន្លងមកនេះហើយខ្វះហើយជា10ថ្ងៃទៀតតើការរៀបចំរបស់ក្រុមដល់ដំណើរណាមុនពេលទៅចូលរួមពីប្រព័ន្ធ AFC ចាជំរាបសួរបងចាសម្រាប់ខ្ញុំធីមរបស់យើងគឺពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតពាន AFC នឹងហើយដូចជាយើងសល់តែផែនខ្ទង់10ថ្ងៃជាងយើងនឹងដល់ថ្ងៃប្រកួតហើយទាំងក្រុមការងារទាំងកីឡាករយើងរួចរាល់ហើយសម្រាប់កម្មប្រកួតហ្នឹងឡងពេលចន្លោះនេះយើងមានបញ្ហាទេសម្រាប់ក្រុមក៏ដូចជាឧបសគ្គផ្សេងក្រុមចាសម្រាប់ខ្ញុំផ្ទាល់យើងសម្រាប់ក្រុមរបស់យើងទាំងមូលទាំងស្រីមានន័យថាគាត់មានមួយប៉ែកហ្នឹងគាត់ជាប់ចម្រើសជាតិអញ្ចឹងទៅរៀងច្រើនដែរហើយមួយប៉ែកទៀតគាត់វឹកហាត់ហើយខ្ញុំទៅចូលរួមមួយចម្រើសជាតិដែរអញ្ចឹងទៅយើងហើយយើងមានកីឡាករថ្មីមកម្នាក់ដែរអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញថាតាក់ទងនឹងពេលវេលានៃការហាត់ជាមួយគ្នាហ្នឹងគឺវាអត់ទាន់បានសមស្របហើយនឹងការយល់ចិត្តគ្នាបានប្រសើរប៉ុន្មានទេចា៎ភាសានេះហើយជាលើកដំបូងសម្រាប់ក្រុមទាំងមួយសម្រាប់ក្នុងការធ្វើដំណើរទៅលេងពានរង្វាន់ក្រៅប្រទេសហើយឆ្ងាយទៀតរយៈចម្ងាយចំណីអាហារបញ្ហាការស្ទៀតនៅទីនោះអ្នកគ្រូគិតថាអាចជាឧបសគ្គខ្លះសម្រាប់ក្រុមក្នុងការ performance ចាសម្រាប់ខ្ញុំជាលើកទី1ដែលក្រុមនារីភ្នំពេញក្រោនយើងលេងពានអន្តរជាតិហើយមិនមែនលើកទី1លេងពានអន្តរជាតិលើកទី2ហើយប៉ុន្តែគាត់ថាឆ្នាំមុនយើងធ្វើជាម្ចាស់ផ្ទះប៉ុន្តែលើកទី1នេះគឺយើងត្រូវធ្វើដំណើរទៅឆ្ងាយមែនទែនហើយសម្រាប់ខ្ញុំវាមានការបារម្ភខ្លះដែរដោយសារតែកន្លងមកខ្ញុំធ្លាប់មានបទពិសោធន៍ទៅជាមួយនឹងក្រុមចម្រើសជាតិទៅអីហ្នឹងគឺកីឡាករគឺលេងគឺពឹងទៅលើកម្លាំងហ្នឹងហើយកម្លាំងហ្នឹងគឺបានមកពីការហូបចុកគេហៅថាការផ្សំខ្លួនឯងជាមួយនឹងអាកាសធាតុនៅក្រៅប្រទេសអញ្ចឹងណាបងអញ្ចឹងទៅខ្ញុំឃើញថាលើកនេះយើងទៅឆ្ងាយហើយយើងក៏អត់ទាន់ច្បាស់ថាម្ហូបអាហារយើងអាចញ៉ាំបានអត់ហើយអាកាសធាតុយ៉ាងម៉េចដែរយើងគាត់តែមើលទៅតាមGoogle ហើយយើងឃើញថាអាកាសធាតុអត់បញ្ហាទេប៉ុន្តែវាជាក់ស្ដែងនៅពេលដែលយើងទៅដល់យើងអត់ដឹងថានឹងមានអីកើតឡើងសម្រាប់ពួកយើងអញ្ចឹងណាចាពីបញ្ហាទាំងអស់នេះទៀតអ្នកគ្រូគិតថាអាចមានផលវិបាកអីទៀតសម្រាប់ក្រុមចាបងសម្រាប់ក្រុមនិយាយរួមក្រៅពីបញ្ហាដូចចំណីអាហារឬក៏អាកាសធាតុហ្នឹងខ្ញុំគិតថាវាតាក់ទងនឹងក្រុមមានន័យថាតាក់ទងនឹងការលេងព្រោះដោយសារយើងនិយាយជាក់ស្ដែងទៅខ្ញុំត្រង់ទៅគឺខ្ញុំអត់សូវស្គាល់ពីក្រុមគេដែរដោយសារតែក្រុមនារីវាតាក់ទងនឹងព័ត៌មានតាក់ទងនឹងក្រុមអីផ្សេងវាអត់មានដូចបរោះទេអញ្ចឹងបើសិនតែយើងចង់ដឹងពីក្រុមគេចង់លេងឲ្យល្អហ្នឹងគឺវាពិបាកនឹងស្វែងរកព័ត៌មានការប្រកួតអីផ្សេងជាមួយនឹងក្រុមទាំង3ដែលគេត្រូវជួបយើងហ្នឹងចា៎អញ្ចឹងរយៈពេលកន្លងមកនេះតាមការស្វែងយល់ពីក្រុមដទៃ3ក្រុមផ្សេងទៀតអ្នកគ្រូគិតថាក្រុមមួយណាដែលអាចជាផលវិបាកសម្រាប់យើងឬមួយក៏គុណភាពអាហារគ្នាទាំងអស់នៅក្នុងក្រុមចាសម្រាប់ខ្ញុំមើលឃើញថាក្រុមទាំង3ហ្នឹងគឺអានេះខ្ញុំមើលវីដេអូខ្លីៗដែរជាមួយនឹងក្រុមគេខ្ញុំឃើញថាក្រុមរបស់គេបានរៀបចំបានល្អហើយយើងសម្រាប់ខ្ញុំគិតថាក្រុមទាំង3ហ្នឹងគឺជាឧបសគ្គសម្រាប់យើងជាឧបសគ្គដែលយើងលេងជាមួយគេប៉ុន្តែយើងក៏មានអីជារបស់ខ្លួនឯងដែរយើងបានរៀបចំរបៀបលេងយើងបានរៀបចំការលេងរបស់យើងតាក់ទងនឹងកលល្បិចអីផ្សេងហ្នឹងយើងបានរៀបចំទោះយើងមិនសូវទទួលព័ត៌មានបានពីគេច្រើនប៉ុន្តែយើងបានរៀបចំស្អីគេជារបស់ខ្លួនឯងដើម្បីត្រៀមទៅប្រយុទ្ធជាមួយគេនៅពាក់កណ្ដាលខែហ្នឹងត្រឡប់មកក្រុមយើងវិញដោយសារឆ្នាំមុនយើងលេងពីប្រព័ន្ធ AFC នេះយើងមានកីឡាករនេះបរទេសតែ2រូបទេហើយឆ្នាំនេះយើងមាន4រូបអញ្ចឹងសម្រាប់គុណភាពរបស់ក្រុមអាចថាដល់កម្រិតណាចាសម្រាប់ខ្ញុំតាក់ទងនឹងកីឡាករនី3នាក់ទៀតដែលគាត់ចូលរួមមួយយើងដូចមានអៃរីមានមីគីហើយនិងមានជេដែលគាត់តំចូលរៀនជនជាតិកូរ៉េចូលជាមួយយើងជនជាតិកូរ៉េហ្នឹងខ្ញុំឃើញថាពួកគាត់ទាំង3នាក់ហ្នឹងគឺ fit មួយយើងបានប្រសើរយល់ពីជាពិសេសគឺពួកគាត់យល់ពីកីឡាករខ្មែរយើងអញ្ចឹងវាអត់អាស្រ័យថាអូខេយើងមានកីឡាករបរទេម្នាក់អីទេវាអត់អាស្រ័យបើសម្រាប់ខ្ញុំអត់អាស្រ័យលើនឹងឯងប៉ុន្តែតើពួកគាត់ទាំងអស់ហ្នឹងយល់ពីរបៀបលេងយល់ពីក្រុមជនជាតិខ្មែរយើងអត់អាហ្នឹងជាគេហៅថាជាចំណុចខ្លាំងរបស់យើងប៉ុន្តែខ្ញុំឃើញថា3នាក់មានជនជាតិជប៉ុន2នាក់ហើយនិងកូរ៉េម្នាក់ខ្ញុំឃើញថាគាត់ប្រសើរជាមួយនឹងក្រុមអាចចូលរួមអាចលេងបានប្រសើរប៉ុន្តែយើងមានកីឡាករថ្មីទៀតយើងត្រូវការ
ចំណាយពេលវេលាជាមួយគាត់បញ្យល់ប្រជុំអីផ្សេងៗទៀតដើម្បីឲ្យគាត់បានយល់ពីរបៀបយើងលេងឲ្យបានច្រើនជាពិសេសគឺកីឡាករខ្មែរយើង សម្រាប់គោលដៅក៏ដូចជាការរំពឹងទុករបស់អ្នកគ្រូគឺថាក្រុមអាចនឹងឈានដល់ទៅកម្រិតណាឆ្លងផុតវគ្គចាញ់ពូលឬមួយក៏យ៉ាងម៉េចព្រោះដោយសារឆ្នាំមុនយើងលេងតែពីប្រកួតហើយយើងបរាជ័យមួយហើយស្មើមួយយកឈ្នះអញ្ចឹងសម្រាប់លើកនេះអ្នកគ្រូគិតថាត្រូវការជ័យជំនះប្រមាណប្រកួតនៅក្នុងពូលឬមួយក៏ដាក់គោលដៅឆ្លងផុតវគ្គចាញ់ពូលចាសម្រាប់ខ្ញុំគោលដៅរបស់ខ្ញុំគឺយើងចង់ឈ្នះទាំង3ប្រកួតយើងត្រូវតែឈ្នះទាំង3ប្រកួតអញ្ចឹងបានយើងសវត្ថភាពអាចឡើងទៅវគ្គបន្តបានព្រោះដោយសារយើងឆ្នាំមុនយើងដឹងហើយថាយើងលេងតែ2ប្រកួតយើងស្មើមួយនិងយើងចាញ់មួយហើយយើងចាញ់ដូចជាមួយគ្រាប់ហើយយើងមានអារម្មណ៍មួយថាវាអត់សូវសប្បាយចិត្តដែរព្រោះដោយសារទាំងការរៀបចំអីផ្សេងឆ្នាំមុនហ្នឹងក៏យើងធ្វើបានប្រសើរដែរប៉ុន្តែវាអត់អាចទទួលបានលទ្ធផលល្អដោយអ្វីដែលយើងរំពឹងទុកអញ្ចឹងណាប៉ុន្តែសម្រាប់ឆ្នាំនេះសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺឆន្ទៈរបស់ខ្ញុំគឺ 100% នឹងខ្ញុំចង់ឈ្នះទាំង3ប្រកួតនឹងតែម្ដងហើយយើងអត់ខ្វល់អូខេយើងត្រូវឈ្នះប្រមាណប្រកួតយើងត្រូវស្មើប្រមាណប្រកួតដើម្បីយើងឡើងគឺសម្រាប់ខ្ញុំគោលដៅរបស់ខ្ញុំគឺឈ្នះការប្រកួតចាអ្នកគ្រូគិតថាកំហុសពីឆ្នាំមុនអាចប៉ះពាល់ទៅដល់អារម្មណ៍កីឡាករសម្រាប់ឆ្នាំនេះដូចជាឆ្នាំមុនយើងភ្លាត់ជាមួយនឹងក្រុមរបស់ឥណ្ឌាហើយយើងភ្លាត់ចុងម៉ោងជាមួយនឹងហុងកុងឲ្យស្មើតែក្រោយចប់ការប្រកួតយើងឃើញថាមីគីគាត់សោកស្ដាយខ្លាំងដែលជាកំហុសរបស់គាត់ពេលនោះហើយខ្ញុំគិតថាអ្វីដែលជាឆ្នាំមុនអាចកែប្រែឬមួយក៏ប៉ះពាល់ទៅអារម្មណ៍របស់កីឡាករទាំងមូលចាសម្រាប់ឆ្នាំមុនខ្ញុំចាំបានដែរពេលដែលខ្ញុំអង្គុយសម្ភាសនឹងដូចគ្នាយើងអត់ដែលមានបទពិសោធន៍ចូលរួមនឹងពានអន្តរជាតិអញ្ចឹងយើងបាននិយាយផ្ទាល់ទាំងកីឡាករនេះយើងអីយើងទាំងគ្រូដែរយើងអត់ដែលមានបទពិសោធន៍ទេហើយសម្រាប់ឆ្នាំមុនដែរគឺនៅពេលដែលយើងមានការប្រកួតដូចថាពីប្រកួតហ្នឹងយើងចាញ់មួយស្មើមួយយើងឃើញថាកីឡាកររបស់យើងគឺគាត់សោកស្ដាយមែនទែនចំពោះលទ្ធផលដែលវាកាត់ឡើងចំពោះយើងដែលយើងអាចទៅវគ្គបន្តប៉ុន្តែពួកគាត់ក៏ទាញយកភាពវិជ្ជមានដែរមានន័យថាពួកគាត់អត់ដែលមានបទពិសោធន៍លេងជាក្រុមហើយកីឡាករយើងខ្លះនិយាយលេងសាច់ទៅគឺអ្នកខ្លះទៀតក៏មិនដែលបានជិះយន្តហោះផងអញ្ចឹងគាត់ចូលលេងវគ្គអន្តរជាតិដំបូងហ្នឹងគាត់រំភើបផងហើយផងអ្នកខ្លះយើងគិតថាលេងបានទេប៉ុន្តែនៅពេលដែលចូលទៅគាត់ភ័យគាត់បានលេងកើតហ្មងអញ្ចឹងអ្វីដែលវាកាត់ឡើងក្នុងឆ្នាំមុនទាំងអស់រឿងរ៉ាវដែលយើងសោកស្ដាយទាំងអស់ហ្នឹងគឺគាត់ទាញយកជាភាពវិជ្ជមានវិញគឺឆ្នាំនេះគាត់ត្រៀមខ្លួនហើយគាត់តាំងចិត្តមានឆន្ទៈ 100% សម្រាប់ការប្រកួតលើកឡើងទៀតចាសម្រាប់ចុងក្រោយមុនការវិភាគបានបញ្ចប់អ្នកគ្រូមានអីចង់បន្ថែមពីលើនៅក្នុងនេះពីក្រុមទាំងមួយមានអីចង់និយាយថែមចាសម្រាប់ខ្ញុំអត់មានអីច្រើនទេជាដំបូងខ្ញុំក៏សូមអរគុណដល់ក្លឹបអរគុណដល់ថ្នាក់ដឹកនាំអ្នកគាំទ្រទាំងអស់ដែលតែងតាគាំទ្រពួកយើងរហូតដល់ពួកយើងបានទៅលេងពានអន្តរជាតិហើយក៏ខ្ញុំសូមជូនពរទៅដល់ក្រុមរបស់ខ្ញុំដូចគ្នាសូមឲ្យសំណាងល្អហើយយើងនឹងធ្វើការជាមួយគ្នាខ្លាំងទៀតដើម្បីជ័យជំនះសម្រាប់ក្លឹបយើងហើយនិងប្រទេសយើងទាំងអស់ចា៎អរគុណច្រើនអរគុណ